ឪពុកចិត្តតែប្រៃចង់រួមភេទខ្លាំងពេកប្រពន្ធកូនខ្ចីទៅបាន12ថ្ងៃប្តីសំរុំភេទដល់ប្រពន្ធមិនព្រមប្តីចិត្តតែប្រៃយកកូនទៅចោលក្នុងចំការចេកបាននេះជារឿងរ៉ាវមួយថាពិតជាហួសចិត្តហើយពិតជាអាណិតកូនប្រុសមិនកូនរបស់គាត់មែនតើដែលកូនកើតត្រឹមតែ12ថ្ងៃណាបាទយកទៅបោះចោលនៅគុំចេកនេះលោកព្រះក៏ដាច់ចិត្តម្លេះបាទលើយើងមកតាមដានចំពោះរឿងរ៉ាវនេះទាំងអស់គ្នាបាទមានករណីគួរឲ្យហួសចិត្តមួយដែលបានកើតឡើងនៅខេត្តបុរីរាមប្រទេសថៃបាទដោយប្តីសំប្រពន្ធរួមតំណែងឬក៏រួមភេទតែប្រពន្ធមិនព្រមព្រោះឆ្លងទន្លេទៅតែ12ថ្ងៃទេប្តីក៏ខឹងខ្លាំងពេកលេងយកកូនទៅចោលក្នុងចំការចេកតែម្ដងបាទតានារីជាប្រពន្ធវ័យ22ឆ្នាំក៏បានដឹងថាបរិសុទ្ធជាប្តីបាទមានមនុស្សគឺជាមនុស្សដែលវក់នឹងលបែងអនឡាញនិងជក់គ្រឿងញៀនជាប្រចាំនៅថ្ងៃកើតហេតុបរិសុទ្ធជាប្តីក៏បានបាទសុំប្រពន្ធរួមតំណែងតែខ្លួនមិនព្រមព្រោះតែទៅឆ្លងទន្លេកូនទី2បាន12ថ្ងៃប៉ុណ្ណោះបាទប្តីក៏ខឹងពេកក៏បានទៅបាទវាយធ្វើបាបកូនទី1ដែលមានអាយុ1ឆ្នាំលុះភ្លេចខ្លួនតែបន្តិចប្តីក៏ថតរូបមកប្រាប់ថាបាទយកកូនទី2ទៅបោះចោលនៅក្នុងចំការចេកហើយទៅខ្លួនឆោឡោឲ្យមេភូមិជួយរកឲ្យតែម្ដងលោកព្រះបាទគោម្លេះបើចំណាំបានក្រោយពីបាទឆោឡោបានតែមួយផ្លែតបរោះជាប្តីក៏បានយកកូននោះមកផ្ទះវិញបាទហើយអាងថាធ្វើជាស្រ័យគឺហើយអាងថាធ្វើបែបនេះគ្រាន់តែជាការឌឺប្រពន្ធរឿងដែលនាងចាញ់ក្រៅផ្ទះចាំមិនចេះបងប្អូនបាទពិតជាមិនគួរជឿណាបាទចំណែកឯរឿងសុំដំណេកបាទឬក៏រឿងសុំរួមដំណេកនោះខ្លួនគ្រាន់តែនិយាយលេងប៉ុណ្ណោះតែឡែកក្រោយពីពិនិត្យឃើញថាទឹកនោមមានសារធាតុញៀនខាងអាជ្ញាធរក៏បានខត់ខ្លួនបរិសុទ្ធនោះដើម្បីធ្វើដំណើរកាត់ក្តីនៅក្នុងករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀនតាមផ្លូវច្បាប់តែម្ដងបាទនេះជារឿងរ៉ាវមួយថាមិនគួរជឿបងប្អូនហើយបាទចង់រួមដំណេកឬក៏ចង់បឺកពេកហើយប្រពន្ធនឹងគឺមិនអោយដោយសារតែទៅកូនខ្ចីបាន12ថ្ងៃបាទប្តីនឹងគឺវាយកូនទី1ហើយគម្រាមយកកូនចោលបាទកូនចោលដាក់នៅចំការចេកចុងក្រោយយកទៅចោលមែនហើយប្រពន្ធឃើញបែបនោះក៏ឆោឡោប្តឹងមេភូមិឲ្យជួយរកតែម្ដងបាទដល់ពេលចាប់បាននោះប្តីທາງគាត់ថាជាការគម្រាមទេលោកព្រះបាទចុងក្រោយសមត្ថកិច្ចចាប់ពិនិត្យមើលទឹកនោមឃើញមានសារធាតុញៀនចាប់ដាក់បោះធ្វើសំណុំរឿងកាត់ក្តីតាមផ្លូវច្បាប់តែម្ដងបាទហើយព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា